វីដេអូនេះខ្ញុំចង់បង្ហាញអំពីការដូរត្រាំនៅក្នុងនេះដែលវាខូចអញ្ចឹងការដូរយើងត្រូវទិញត្រាំថ្មីដោយអានេះចឹងខ្ញុំទិញមកថ្មីហើយជាមួយខ្ញុំដោះដូររបៀបដោះដូរគឺយើងត្រូវបើកស្ទះខាងមុខនេះសិនណាអានេះគឺការដោះដូរសម្រាប់ HP Color Laser MFP 178 NW អញ្ចឹងយើងបើកស្ទះនេះសិនមកយើងបិទភ្លើងបិទអីហើយទៅដូរយើងបើកស្ទះនេះទីមួយយើងត្រូវដកcolor ទាំងអស់វាមាន4នេះពណ៌លឿងពណ៌កាជូពណ៌ខៀវនេះពណ៌កាជូអានេះពណ៌ខៀវហើយមួយទៀតគឺពណ៌ខ្មៅនៅខាងក្រោមគេនេះយើងដកវាចេញសិនឲ្យវាចេញចឹងសិនមកហើយបន្ទាប់មកយើងត្រូវដកអាស្ទះជាប់នេះមួយទៀតអាស្ទះនេះគឺប្រដាប់ផ្ទុកទឹកថ្នាំដែលពេលយើងប្រើប្រាស់ទៅទឹកថ្នាំដែលវាច្រោះទៅវាទៅធ្លាក់ចូលទៅក្នុងកំប៉ុងហ្នឹងអញ្ចឹងពេលខ្លះម៉ាស៊ីនរបស់យើងអត់ដំណើរការក៏ដោយសារតែទឹកថ្នាំរបស់យើងហ្នឹងយើងអត់បានមើលវាពេញពេលវាពេញយើងអត់បានដកចាក់ចោលអញ្ចឹងទៅវាអាចerror ដែរអញ្ចឹងពេលយើងចាក់វាហើយយើងជូតសម្អាតវាឲ្យអស់ទៅចាំដាក់ចូលវិញទៅយើងប្រើបានធម្មតាដោយសារអានេះខ្ញុំចង់តែបង្ហាញតទៅជាមួយនឹងអាត្រាំដែលវា print រូបនេះទេដោយសារវាខូចអញ្ចឹងយើងត្រូវដោះដូរវាអញ្ចឹងវារៀងតឹងបន្តិចអញ្ចឹងយើងរៀងគៀកវាបន្តិចមកដើម្បីវាចេញមកចេះមកអានេះគឺត្រាំខូចដោយសារឃើញវាពណ៌វាចេញអញ្ចឹងដល់ពេលអញ្ចឹងទៅវាអត់ដំណើរការទេអញ្ចឹងខ្ញុំត្រូវដោះដូរវាថ្មីអញ្ចឹងទុកលើនេះសិននេះគឺជាត្រាំថ្មីនេះខ្ញុំទិញតាមអនឡាញទិញតាមថោប៉ោមកហើយយើងទិញហើយយើងដោះវាស្អាតយើងជូតវាស្អាតសិនទៅហើយយើងដាក់វាចូលតាមតំណតំណងដូចមិញណាដាក់វាចូលទៅក្នុងទៅបាទយើងដាក់ចូលវាថ្មីហើយយើងដាក់ដូចអ្វីដែលយើងដកមកមិញហ្នឹងយើងដាក់ចូលអឹបឲ្យណែអស់ទៅហើយយើងដាក់ចូលខ្មៅពណ៌ខៀវពណ៌កាជូហើយចុងក្រោយគឺពណ៌លឿងអញ្ចឹងយើងអាចដាក់វាឲ្យបិទវាអញ្ចឹងទៅនេះយើងរួចហើយអញ្ចឹងចប់ហើយអញ្ចឹងយើងបើកដំណើរការយើងបើកភ្លើងឲ្យវាដំណើរការវិញចុចវិញមកការដោះដូរហ្នឹងយើងរៀងប្រឡាក់ដៃតិចយើងអាចយកអីជូតបាននេះវា system វាកំពុងតែដំណើរការខ្ញុំនឹងបង្ហាញ system កំពុងតែដំណើរការបើឲ្យវាដើរមកស្ទុះទៅវានឹងដំណើរការធម្មតាវិញអញ្ចឹងនេះដោយសារត្រាំថ្មីអញ្ចឹងរៀងដើរយូរតិចអញ្ចឹងការដោះដូរត្រាំហ្នឹង